ប្រទេសជប៉ុនដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្បែរប្រទេសចិនចំពោះមុខការធ្លាក់ដុនដាបនៃទំនាក់ទំនងទ្វេភាគីបើយោងតាមការចុះផ្សាយដោយកាសែត Fresh News គេបានចុះផ្សាយថារដ្ឋមន្ត្រីការពារជាតិនៃប្រទេសជប៉ុននាថ្ងៃអង្គារនេះបាននិយាយថាប្រទេសជប៉ុនបានដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅតំបន់ភាគនិរតីក្បែរប្រទេសចិនខណៈវាកើតឡើងចំពេលដែលទំនាក់ទំនងទ្វេភាគីដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពដុនដាបយ៉ាងខ្លាំងនេះបើតាម AFP មីស៊ីលទាំងនោះត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងកូម៉ាម៉ូតូនៅក្នុងតំបន់ខ្យូសូភាគខាងត្បូងនៃប្រទេសស្របពេលដែលប្រទេសជប៉ុនកំពុងតែព្យាយាមពង្រឹងសមត្ថភាពយោធារបស់ខ្លួនទន្ទឹមគ្នាដែលប្រទេសចិនបង្កើនសមត្ថភាពនៅច្រកសមុទ្រខាងកើតជាទីដែលមានបញ្ហាវិវាទរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Shinjiro Kusumi បានលើកឡើងយ៉ាងដូចនេះថាសមត្ថភាពការពារខ្លួនពីចម្ងាយអនុញ្ញាតឲ្យយើងអាចទប់ទល់ការគំរាមកំហែងរបស់កងកម្លាំងសត្រូវដែលប៉ុនប៉ងឈ្លានពានប្រទេសយើងដោយធានាសុវត្ថិភាពកងទ័ពរបស់យើងនេះគឺជាចំណុចផ្ដើមដ៏សំខាន់បំផុតមួយដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់និងឆ្លើយតបរបស់ប្រទេសជប៉ុនមីស៊ីលខាងលើដែលជាប្រព័ន្ធមីស៊ីលប្រឆាំងនាវីអាចបាញ់បានចម្ងាយរហូតដល់ទៅប្រហែលជា 1000 គីឡូម៉ែត្រជាហេតុដែលធ្វើឲ្យផ្នែកមួយចំនួននៃប្រទេសចិនស្ថិតនៅក្នុងរយៈចម្ងាយនេះតួយ៉ាងនៅក្នុងទីក្រុងសាន់ជីមានចម្ងាយប្រមាណជាខ្ទង់900 គីឡូម៉ែត្រពីទីក្រុងកូម៉ាម៉ូតូប្រទេសជប៉ុនជាយូរលង់ណាស់មកហើយប្រកាន់ខ្ជាប់នូវគោលនយោបាយប្រើប្រាស់យោធាសម្រាប់តែគោលដៅស្វ័យយ័តការពារតែមួយមុខគត់តែប៉ុណ្ណោះបើបកស្រាយតាមអត្ថន័យតឹងរឹងបំផុតប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងតូក្យូបានខិតខំកសាងសមត្ថភាពការពារជាតិរបស់ខ្លួនស្របពេលដែលបណ្ដាប្រទេសជិតខាងរួមមានទាំងប្រទេសចិនរុស្ស៊ីនិងប្រទេសកូរ៉េខាងជើងបង្កើនសមត្ថភាពយោធារបស់ពួកគេនៅក្នុងតំបន់កាលពីឆ្នាំ2022ប្រទេសជប៉ុនបានអនុម័តនូវផែនការដើម្បីដាក់ពង្រាយមីស៊ីលដែលមានសមត្ថភាពវាយប្រហារតបតលើសត្រូវគូបញ្ជាក់ថាទំនាក់ទំនងជប៉ុនជាមួយនឹងប្រទេសចិនបានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងចាប់តាំងតែពីនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណាអេតាកៅឆីបានឡើងកាន់តំណែងកាលពីចុងឆ្នាំមុនថាទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធានៅក្នុងករណីប្រទេសចិនសម្រេចចិត្តបើកការវាយប្រហារទៅលើកោះតៃវ៉ាន់ទីក្រុងតៃប៉េបានចាត់ទុកតៃវ៉ាន់ថាជាបញ្ហាស្នូលបំផុតនៅក្នុងចំណោមផលប្រយោជន៍ស្នូលនានារបស់ខ្លួនហើយជាបន្ទាត់ក្រហមដែលមិនត្រូវរំលងឬក៏ជន់ឈ្លីជាដាច់ខាតអញ្ចឹងកាលពីដំបូងឡើយរឿងដើមហេតុហ្នឹងគឺដោយសារតែលោកស្រីសាណាអេតាកាឈីដែលទៅតែជាប់ជានាយករដ្ឋមន្ត្រីជប៉ុនគឺគាត់បាននិយាយថាបើសិនជាប្រទេសចិនហ៊ានថាប្រើប្រាស់កម្លាំងយោធាឬក៏សម្រេចចិត្តប្រើប្រាស់កម្លាំងយោធាបើការឈ្លានពានទៅលើកោះតៃវ៉ាន់ប្រទេសជប៉ុនអាចនឹងពិចារណាជួយកោះតៃវ៉ាន់អីចឹងទៅពីព្រោះថាប្រទេសចិនក៏ជាផ្នែកមួយនៃការគម្រាមកំហែងទៅលើប្រទេសជប៉ុនផងដែរអញ្ចឹងហើយបានលោកស្រីបាននិយាយថាអាចនឹងពិចារណាប្រើប្រាស់កម្លាំងយោធាជួយអន្តរាគមន៍អីចឹងណាហើយក៏ធ្វើឲ្យប្រទេសចិនហ្នឹងគឺមានការខឹងសម្បាជាមួយនឹងប្រទេសជប៉ុនយ៉ាងខ្លាំងហើយក៏មានការហាមឃាត់ប្រជាជនក៏ដូចជាហាមឃាត់ការនាំទំនិញផ្សេងៗចូលទៅកាន់ប្រទេសជប៉ុនអីចឹងទៅប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រទេសជប៉ុនគឺជាប្រទេសមួយដែលធ្លាប់តែខ្លាំងក្លាកាលពីសម័យអតីតកាលហើយមកដល់ពេលបច្ចុប្បន្ននេះក៏នៅតែខ្លាំងក្លាដែរខាងសាពីអាវុធអីផ្សេងៗគ្រាន់តែថាគេមានច្បាប់មួយថាមិនឲ្យប្រទេសជប៉ុនហ្នឹងគឺពង្រឹងកម្លាំងយោធាគេហៅថាយោធានិយមអីចឹងណាដោយសារតែប្រទេសជប៉ុនធ្លាប់បានឈ្លានពានគេកាលពីសម័យសង្គ្រាមលោកលើកទី2ណាធ្លាប់បានឈ្លានពានប្រទេសចិនប្រទេសកូរ៉េនិងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីហើយសូម្បីតែការបញ្ជូនកងទ័ពទៅជួយប្រទេសផ្សេងៗដែលជាសម្ព័ន្ធមិត្តហ្នឹងគឺសុទ្ធសឹងតែមានច្បាប់គេហាម5តឹងរឹងមែនទែនឆ្លងកាត់ច្បាប់តឹងរឹងហើយបានអាចអនុញ្ញាតឲ្យកងទ័ពនឹងទៅជួយបានតួយ៉ាងដូចជាសហរដ្ឋអាមេរិកធ្វើសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់អញ្ចឹងប្រទេសសហរដ្ឋអាមេរិកក៏បានអំពាវនាវឲ្យសម្ព័ន្ធមិត្តនឹងមានការបញ្ជូននាវាចម្បាំងបញ្ជូនអីដើម្បីទៅជួយបើកច្រកសមុទ្រដកមូសឡើងវិញផងដែរក៏ប៉ុន្តែដូចជាប្រទេសជប៉ុនក៏បានបដិសេធដោយមិនបានបញ្ជូនកងទ័ពអីដើម្បីទៅជួយបើកច្រកសមុទ្រអកមូសទេហើយនឹងសម្ព័ន្ធមិត្តផ្សេងៗក៏ដូចគ្នាដែរដោយសារតែប្រទេសជប៉ុនគឺគេមានច្បាប់ហាម5របស់គេប្រិយមិត្តពុកម៉ែបងប្អូនគេមានច្បាប់តឹងរឹងច្បាប់របស់គេហ្នឹងអញ្ចឹងមិនចេះតែថាអាចបញ្ជូនកងទ័ពទៅច្បាំងទៅអីទៅតាមតែការអំពាវនាវរបស់សហរដ្ឋអាមេរិកនោះទេប្រិយមិត្តពុកម៉ែបងប្អូនដោយសារតែធ្លាប់មានបទពិសោធន៍នៅក្នុងសង្គ្រាមលោកលើកទី2គឺប្រទេសជប៉ុនគឺជាមហាអំណាចខ្លាំងមួយនៅក្នុងតំបន់អាស៊ីដែលវាទីស្ទើរតែគ្រប់ប្រទេសនៅក្នុងតំបន់អាស៊ីហើយចុងក្រោយបែរទៅជាវាទីកោះ Pearl Harbor របស់សហរដ្ឋអាមេរិកដែលជាមូលដ្ឋានទ័ពសហរដ្ឋអាមេរិកហ្នឹងហើយបន្តមកទៀត
សហរដ្ឋអាមេរិកគឺមានការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរប្រមាណជា2គ្រាប់នៅក្នុងទីក្រុងHiroshima និង Nagasaki របស់ប្រទេសជប៉ុនដែលធ្វើឲ្យប្រទេសជប៉ុននឹងគឺប្រកាសចុះចាញ់សង្គ្រាមនៅពេលនោះតែម្ដងហើយឥឡូវនេះគឺមានព័ត៌មានដែលគេចុះផ្សាយថាកប៉ាល់ដឹកទំនិញយក្ស2គ្រឿងរបស់ប្រទេសចិនគឺធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រអកមូសនឹងគឺធម្មតាដោយសុវត្ថិភាពគឺគ្មានរឿងអីកើតឡើងនោះទេប្រិមិត្តពុកម៉ែបងបើយោងតាមការចុះផ្សាយដោយកាសែត Fresh News គេបានចុះផ្សាយថាតនន័យការតាមដានចរាចរណ៍កប៉ាល់នានាកាលពីថ្ងៃអង្គារនេះគឺបានបង្ហាញថាកប៉ាល់ដឹកទំនិញខ្នាតយក្សរបស់ប្រទេសចិនចំនួន2គ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូនរបស់ប្រទេសចិនដែលបានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រអកមូសដោយជោគជ័យហើយបានចេញផុតពីតំបន់ឈូងសមុទ្រអារ៉ាប់នេះបើតាម AFP គួរបញ្ជាក់ថាចរាចរណ៍កប៉ាល់ដឹកជញ្ជូននៅច្រកសមុទ្រអកមូសគឺត្រូវបានបិទគប់ស្ទឹងតែទាំងស្រុងដោយប្រទេសអ៊ីរ៉ង់ចាប់តាំងតពីខ្លួនរងនៅការវាយប្រហារពីសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី28ខែកុម្ភៈមកម្លេះហើយប្រទេសអ៊ីរ៉ង់គេបានអះអាងថាច្រកសមុទ្រនេះនៅតែបើកចំហចំពោះប្រទេសទាំងឡាយណាដែលត្រូវបានចាត់ទុកថាជាសម្ព័ន្ធមិត្តហើយទីក្រុងតេហេរ៉ង់បានរក្សាទំនាក់ទំនងការទូតយ៉ាងល្អជាមួយនឹងប្រទេសចិនផងដែរប៉ុន្តែក៏បាននិយាយថាបើសិនជានាវាដែលមានជាប់ពាក់ព័ន្ធជាមួយនឹងប្រទេសសហរដ្ឋអាមេរិកឬក៏អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តអាមេរិកឬក៏រួមដៃគ្នាដើម្បីបើកការវាយប្រហារមកលើប្រទេសអ៊ីរ៉ង់នោះប្រទេសអ៊ីរ៉ង់នឹងបើកការវាយប្រហារឬក៏ធ្វើឲ្យនាវានោះមានការឆាបឆេះឬក៏ខូចខាតអីចឹងទៅតួយ៉ាងដូចជានាវារបស់គុយវ៉ាតក៏រងការវាយប្រហារពីប្រទេសអ៊ីរ៉ង់ផងដែរនាវាដែលជាសម្ព័ន្ធមិត្តជាមួយនឹងសហរដ្ឋអាមេរិកឬក៏មានទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកគឺរងការវាយប្រហារពីប្រទេសអ៊ីរ៉ង់ដូចជានាវាយក្សរបស់ប្រទេសគុយវ៉ាតដែលដឹកប្រេងចេញពីទីក្រុងឌូបៃក៏រងនឹងការវាយប្រហារពីប្រទេសអ៊ីរ៉ង់ផងដែរហើយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះអ៊ីរ៉ង់បានវាយប្រហារដែលបណ្ដាលឲ្យឆាបឆេះនាវាផ្ទុកប្រេងឆៅពេញមួយគ្រឿងដែលត្រូវបានដឹកជញ្ជូនប្រេងចេញពីទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំព្រមានថាសហរដ្ឋអាមេរិកនឹងកំទេចរោងចក្រថាមពលរបស់ប្រទេសអ៊ីរ៉ង់និងអណ្ដូងប្រេងរបស់ប្រទេសអ៊ីរ៉ង់ប្រសិនបើអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រអកមូសឡើងវិញទេនោះនេះបើតាម Reuters ហើយការវាយប្រហារទៅលើនាវា Al Sami ដែលមានដោតទង់ជាតិគុយវ៉ែតគឺជាការវាយប្រហារថ្មីទៅលើនាវាពាណិជ្ជកម្មដែលនិងជាការវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសឈូងសមុទ្រក៏ដូចជាច្រកសមុទ្រអកមូសចាប់តាំងតែពីសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលបំផ្ទុះសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ង់នៅថ្ងៃទី28ខែកុម្ភៈនាវានោះអាចផ្ទុកប្រេងបានប្រហែលជា2លានបារ៉ែលដែលមានតម្លៃជាង200លានដុល្លារសហរដ្ឋអាមេរិកឯណោះក្រុមហ៊ុន Kuwait Petroleum Group ដែលជាម្ចាស់កប៉ាល់គឺបានឲ្យដឹងថាមានការខូចខាតដល់ទទួលនាវាអាជ្ញាធរទីក្រុងឌូបៃបាននិយាយថាវាគឺជាការវាយប្រហារដោយដ្រូនដោយគ្មានសេចក្តីរាយការណ៍អំពីអ្នករងរបួសនោះទេហើយគួរបញ្ជាក់ថាសង្គ្រាមជាង1ខែមកនេះខែដែលរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ាបានសម្លាប់មនុស្សរាប់ពាន់នាក់និងរំខានដល់ការផ្គត់ផ្គង់ថាមពលនិងមានហានិភ័យធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះនៅក្នុងវិបត្តិផងដែរគឺប្រទេសអ៊ីរ៉ង់គឺគេបានប្រកាសរួចមកហើយថានាវាទាំងឡាយណាដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនណាដែលមិនពាក់ព័ន្ធនៅក្នុងការវាយប្រហារមកលើប្រទេសអ៊ីរ៉ង់ទេគឺអាចធ្វើដំណើរបានធម្មតាតួយ៉ាងដូចជានាវាដឹកប្រេងរបស់ប្រទេសជប៉ុនដូចជាប្រទេសចិនប្រទេសអីផ្សេងៗហ្នឹងគឺមានការបើកធ្វើចរាចរណ៍តាមច្រកសមុទ្រអកមូសធម្មតាក៏ប៉ុន្តែផ្ទុយទៅវិញនាវាណាដែលមានទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកដឹងតែរងការវាយប្រហារដោយយន្តហោះដ្រូនឬក៏មីស៊ីលរបស់ប្រទេសអ៊ីរ៉ង់អញ្ចឹងអ៊ីរ៉ង់គឺគេបានដាក់គោលដៅតែទៅលើនាវាដឹកប្រេងឬក៏នាវាពាណិជ្ជកម្មណាដែលតាក់ទងជាមួយនឹងសហរដ្ឋអាមេរិកឬក៏ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកឬក៏ជាប្រទេសណាដែលបានផ្ដល់នៅមូលដ្ឋានកងទ័ពឲ្យសហរដ្ឋអាមេរិកឈរជើងអីចឹងទៅនៅក្នុងសង្គ្រាមរយៈពេល1ខែមកនេះហើយឈានចូលដល់ខែទី2នេះមេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់គឺលោកមួយតាបាខាមេនេកំពុងតែស្ថិតនៅក្នុងប្រទេសមួយប៉ុន្តែมันបានបង្ហាញខ្លួនជាសាធារណៈឡើយអាយអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសអ៊ីរ៉ង់បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន RTVI កាលពីថ្ងៃអង្គារថាមេដឹកនាំកម្ពុជារបស់ប្រទេសអ៊ីរ៉ង់គឺលោកមួយតាបាខាមីណេកំពុងតែស្ថិតនៅក្នុងប្រទេសប៉ុន្តែលោកកំពុងតែជៀសវាងការបង្ហាញខ្លួនជាសាធារណៈដោយសារតែមូលហេតុយើងទាំងអស់គ្នាគឺបានយល់គ្រប់គ្នាហើយមូលហេតុហ្នឹងគឺដោយសារតែលោកមួយតាបាខាមីណេមិនចង់បង្ហាញខ្លួនគឺខ្លាចថាជាគោលដៅវាយប្រហាររបស់ប្រទេសអ៊ីស្រាអែលហើយនិងសហរដ្ឋអាមេរិកអញ្ចឹងហើយបានជាលោកមួយតាបាដែលជាកូនប្រុសរបស់លោកអាយ៉ាតូឡាលីខាមីណេហ្នឹងគឺមានការលាក់ខ្លួនជាសម្ងាត់តែម្ដងប្រិមិត្តពុកម៉ែបងប្អូនហើយលោកមួយតាបានេះក៏មានដំណឹងថារងរបួសផងដែរចាប់តាំងតែពីថ្ងៃសង្គ្រាមដំបូងមកម្លេះសង្គ្រាមកាលពីថ្ងៃទី28ខែកុម្ភៈមកម្លេះគឺរងរបួសណាហើយក៏បានរត់ទៅកាន់ប្រទេសមួយដែលគេមិនបានបញ្ជាក់ថាប្រទេសណាទេ
ហើយក៏មានរូបថតរូបភាពអីផ្សេងៗដែលឃើញថាលោកកំពុងតែស្នាក់នៅមន្ទីរពេទ្យហើយមានរងរបួសអីផ្សេងៗអីចឹងទៅអញ្ចឹងលោកមួយតាបា Khamenei ហ្នឹងគឺជាអ្នកស្នងតំណែងអំពីលោក Ayatollah Ali Khamenei ដែលជាមេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់បន្ទាប់ពីរងការវាយប្រហារពីសហរដ្ឋអាមេរិកមកលោកមួយតាបានឹងឯងគឺត្រូវបានគេតែងតាំងជាមេដឹកនាំកំពូលម្នាក់ដែលស្នងតំណែងអំពីលោក Ayatollah Ali Khamenei ដឹកនាំប្រទេសអ៊ីរ៉ង់បន្តជុំវិញស្ថានភាពសុខភាពរបស់មេដឹកនាំថ្មីរូបនេះសហរដ្ឋអាមេរិកក៏ធ្លាប់បានអះអាងដែរថាខ្លួនជឿជាក់ថាលោកមួយតាបា Khamenei ខ្លួនឯងក៏រងរបួសធ្ងន់ផងដែរនិងប្រហែលជាមានស្លាកស្នាមនៅលើផ្ទៃមុខផងដែរក្នុងអំឡុងពេលនៃការវាយប្រហារដែលបានសម្លាប់ឪពុករបស់គាត់គឺលោក Ayatollah Ali Khamenei នឹងឯងហើយការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីនៅពេលនេះបានកើតមានឡើងចំពេលដែលសង្គ្រាមសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងទៅនឹងប្រទេសអ៊ីរ៉ង់បានអូសបន្លាយចូលដល់សប្តាហ៍ទី5ហើយ